បញ្ហាដែលយើងជួបនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃដំណោះស្រាយគឺមាននោះហើយគេទៅសេនៅក្នុងសភៅអស់ហើយប៉ុន្តែមិនទាន់ដឹងថានៅក្នុងសភៅមួយណាអញ្ចឹងទាមទារឲ្យបងប្អូនយើងអានទៅបាទអានទៅគឺយើងអាចទទួលបាននូវដំណោះស្រាយពាក់ព័ន្ធជាមួយនឹងការអាននេះសូមបងប្អូនយើងកុំខ្យល់ឲ្យសោះអញ្ចឹងឆ្លៀតពេលហើយត្រូវតែមាននៅក្នុងកម្មវិធីរបស់យើងប្រចាំថ្ងៃគឺត្រូវតែមានទោះបីជាតិចឬក៏ច្រើនបងប្អូនត្រូវឆ្លៀតពេលនៅក្នុងការអានបាទទោះបីជាដំបូងគឺវាពិបាកនៅក្នុងការបន្សំខ្លួនក៏ដូចជាបង្កើតទម្លាប់នៅក្នុងការអានក៏ដោយប៉ុន្តែបងប្អូនត្រូវជំនះខ្លួនឯងបាទអញ្ចឹងយ៉ាងហោចណាស់មួយថ្ងៃក៏បានមួយទំព័រដែរបាទបាទមានសួរបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំមាននេះជាកាដូជូនខ្លួនឯងមួយសម្រាប់ចុងឆ្នាំនេះខ្ញុំបានកំងមកពីបាត់ដំបងអញ្ចឹងចង់ដឹងថាតើនៅក្នុងប្រអប់នេះជាអ្វីបាទអូខេតើបងប្អូនតាមដានទស្សនារបស់គ្នាអូខេបាទបងប្អូននេះខាងក្នុងនេះបាទខាងក្នុងនេះគឺជាសុភៅខ្ញុំបានកំងចំនួន2ក្បាលដែលមានចំណងជើងថាបណ្ដាជននេនឌូចិនបាទជាសុភៅនេះគឺជាមានអាយុកាល100ឆ្នាំហើយយើងកែសម្រួលមកជាភាសាខ្មែររបស់យើងវិញហើយខ្ញុំកំងចំនួន2ក្បាលក្នុងនោះខ្ញុំកំងទុកខ្លួនឯងមួយក្បាលដើម្បីទុកមើលហើយក៏បរិច្ចាគទៅកាន់បណ្ណាល័យបាទបរិច្ចាគមួយក្បាលទៅកាន់បណ្ណាល័យវាអវ័នខ្ញុំក៏មានសភៅមួយចំនួនដែរខ្ញុំចង់ចែករំលែកទៅកាន់បងប្អូនហើយសម្រាប់បងប្អូនដែលចង់អានសភៅនេះខ្ញុំទិញដូចជាឆ្នាំ2018 2019ភាពជាអ្នកដឹកនាំអញ្ចឹងសភៅនេះមានអនុស្សាវរីយ៍ច្រើនជាមួយខ្ញុំហើយបើខាងក្នុងវិញគឺទុកខ្លាំងមែនទែនបាទទុកខ្លាំងស្រាប់តែទិញយកមកអានអូលំបើកហ្នឹងលំបើកចឹងទោះបីជាវាលំបើកយ៉ាងណាក៏ដោយក៏នៅតែរក្សាទុកដែរដោយសារមានអនុស្សាវរីយ៍ហើយខ្ញុំនឹងត្រឡប់មកអានសភៅនេះឡើងវិញម្ដងទៀតដើម្បីធ្វើការសិក្សាស្វែងយល់បន្ថែមពីចំណុចសំខាន់ដែលនិពន្ធគាត់ដកស្រង់មកដាក់នៅក្នុងសភៅនេះចាស់ស្ដែងបាទនេះសភៅបាទ2ក្បាលទៀតវាសិតតែសភៅហើយនេះសភៅដែលលោកធានកៅសុងឌីជូនកាលតែគាត់មកពីវិបស្សនាវគ្គមុនហើយថ្ងៃនេះក៏គាត់ជាប់ level ដែរជាប់វិបស្សនាអញ្ចឹងសភៅនេះក៏ត្រូវអានដែរដើម្បីយល់ដឹងថែគាត់បានជាមួយនឹងការវិបស្សនាក៏ដូចជាការគ្រប់គ្រងខ្លួនឯងអញ្ចឹងគឺសំខាន់ហើយក្នុងនាមជាយុវជនហើយដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឯងគឺមានមធ្យោបាយច្រើនប៉ុន្តែពាក់ព័ន្ធជាមួយនឹងការអាននេះសូមបងប្អូនយើងកុំខ្យល់ឲ្យសោះអញ្ចឹងឆ្លៀតពេលហើយត្រូវតែមាននៅក្នុងកម្មវិធីរបស់យើងប្រចាំថ្ងៃគឺត្រូវតែមានទោះបីជាតិចឬក៏ច្រើនបងប្អូនត្រូវឆ្លៀតពេលនៅក្នុងការអានបាទទោះបីជាដំបូងគឺវាពិបាកនៅក្នុងការបន្សំខ្លួនក៏ដូចជាបង្កើតទម្លាប់នៅក្នុងការអានក៏ដោយប៉ុន្តែបងប្អូនត្រូវជំនះខ្លួនឯងបាទអញ្ចឹងយ៉ាងហោចណាស់មួយថ្ងៃក៏បានមួយទំព័រដែរបាទបើថាគឺពិបាកខ្លាំងមែនទែនមួយថ្ងៃក៏ឲ្យបានមួយទំព័រដែរអានសភៅអីក៏បានដែរបើដែលបងប្អូនគិតថាបងប្អូនចង់ឲ្យខ្លួនឯងយល់ដឹងផ្នែកហ្នឹងគឺបងប្អូនអានទៅទាំងសភៅការអប់រំផ្លូវចិត្តពាក់ព័ន្ធជាមួយនឹងផ្នែកគំនិតប្រវត្តិសាស្ត្រឬក៏ការរស់ស៊ីឬក៏ពាក់ព័ន្ធជាមួយនឹងមុខរបស់បងប្អូនអានទៅគឺអត់ចេះខុសទេបាទអានសភៅហើយការខ្សែគប់សភៅនេះគឺវាល្អបាទពេលខ្លះបើសិនជាយើងមិនមានអ្នកដែលគាត់ចាំលើកទឹកចិត្តយើងចាំផ្ដល់យោបល់ឲ្យយើងគ្រប់ពេលទេបងប្អូនអាចជ្រើសរើសសភៅបាទជ្រើសរើសសភៅដែលជាមិត្តដែលចាំលើកទឹកចិត្តបងប្អូនចាំផ្ដល់យោបល់ឬក៏គំនិតហើយមួយទៀតសម្រាប់បងប្អូនដែលកំពុងតែជាប់គាំងជាមួយនឹងបញ្ហាបាទរកដំណោះស្រាយមិនឃើញឬក៏ចាប់នេះលបោតចាប់នោះលបោតហើយមានបញ្ហារហូតខ្ញុំលើកទឹកចិត្តឲ្យបងប្អូនស្វែងរកដំណោះស្រាយទាំងអស់ហ្នឹងគឺនៅក្នុងសភៅបញ្ហាដែលយើងជួបនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃដំណោះស្រាយគឺមាននោះហើយគេទៅសេនៅក្នុងសភៅអស់ហើយប៉ុន្តែមិនទាន់ដឹងថានៅក្នុងសភៅមួយណាអញ្ចឹងទាមទារឲ្យបងប្អូនយើងអានទៅបាទអានទៅគឺយើងអាចទទួលបាននូវដំណោះស្រាយឯងអញ្ចឹងគេទៅសេទុកនៅក្នុងសភៅឯងចាំតែយើងទៅអានចាំតែយើងទៅរកទេបាទអរគុណច្រើនអញ្ចឹងបងប្អូនខ្ញុំមានប៉ុណ្នេះហើយជូនពរបងប្អូនទាំងគ្នាយើងចូលរួមបន្តលើកកម្ពស់ការអាននៅក្នុងប្រទេសរបស់យើងលើកកម្ពស់ការស្រាវជ្រាវហើយលើកកម្ពស់ក៏ដូចជាលើកទឹកចិត្តឲ្យយុវជនបន្តការខិតខំអភិវឌ្ឍសមត្ថភាពក៏ដូចជារៀនសូត្រឥតដើមកំណត់បាទអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀត